ក្រុមទី2តិចកូនកតិចដែកហ្នឹងវាចេញរូបរាងដូចសត្វអ្វីក្រុមទី3តោះសូមទស្សនាក្រុមទី4បន្តចេញជាសត្វអីគេកូនក្រុមទី5ចាប់ដើមចេញរូបអីគេសូមរងចាំការត្រីវិស័យតាមក្រុមនីមួយៗបន្តបាទតោះវ៉ាឡាត់តោះក្រុម1បង្កើតត្រីវិស័យដោយខ្លួនឯងតាក់មិនដោយទូរស័ព្ទដូចអត់ចង្អុលទិសដូចគ្នាអត់ហ្នឹងអញ្ចឹងយើងបង្កើតត្រីវិស័យខ្លួនឯងបានអត់តោះសូមគោរពអញ្ជើញក្រុមទី2បន្តតោះមើលតនិចអញ្ជុលហើយប៉ាន់មើលវល់ថាតោះសូមគោរពអញ្ជើញក្រុមទី3បន្តបាទប៉ាន់មើលយើងប៉ាន់មើលត្រីវិស័យក្នុងទូរស័ព្ទយើងដូចគ្នាចង្អុលទិសដូចគ្នាអត់នឹងអញ្ជុលដូចគ្នាអត់តោះសូមគោរពអញ្ជើញក្រុមទី4បន្តក្រុមទី4អញ្ជុលមិនដែរដូចតនិចក្នុងទូរស័ព្ទយើងអត់តោះដូចអាចបង្កើតត្រីវិស័យខ្លួនឯងបានអត់តោះបានតោះក្រុមទី5ឃើញចង្អុលយើងបងអត់កូនត្រីវិស័យយើងដូចអត់ដូចអញ្ចឹងអាចបង្កើតខ្លួនឯងបាននៅកន្លែងទីតាំងណាដែលយើងអត់មានទូរស័ព្ទយើងប្រើអញ្ជុលដើម្បីរកទីតាំងខាងជើងនិងខាងត្បូងសូមរងចាំទស្សនាការឡើងបកស្រាយរបស់ក្រុមសិស្សទាំង5ក្រុមជាបន្តសូមអរគុណសូមជម្រាបលា